លោកអូនជួយផ្ដល់កំណត់បន្តិចបើសិនបើចង់រៀនស្មូតគួរតែមានលក្ខខណ្ឌអីខ្លះមានលក្ខណៈអីខ្លះសម្រាប់ការរៀនស្មូតវាបែងចែកជាពីរទី1រៀនដោយសារការស្រឡាញ់ទី2គឺការរៀនដោយសារការដងការរៀនដោយការស្រឡាញ់ត្បិតថាសំឡេងយើងមិនបានមែនក៏ប៉ុន្តែការស្រឡាញ់ធ្វើឲ្យយើងចង់ចេះចង់ដឹងចង់ធ្វើយ៉ាងម៉េចឲ្យបានសំឡេងនឹងពីរោះដោយគេដោយឯងតែសម្រាប់ការដងវិញការរៀនតិចតួចទេក៏ប៉ុន្តែដោយសារតែជាការដងឆាប់ចាប់បានហ្នឹងសម្រាប់ការស្មូតលោកគ្រូអញ្ចឹងទី1គឺលក្ខខណ្ឌសំឡេងហ្នឹងសំខាន់ណាស់ណាព្រោះតើយើងមានដងពីកំណើតបើយើងអាចទៅរៀនទៅវាឆាប់ចេះបានកណាលោកគ្រូហើយទី2តើយើងមានគ្រូមានម៉អីត្រឹមត្រូវអញ្ចឹងបានយើងអាចដឹងកលុកកលៈការលើកដាក់សំឡេងរបៀបធ្វើបទមួយអញ្ចឹងណាអាហ្នឹងបានអាចល្អបានណាប៉ុន្តែជាទូទៅលោកអូនចេះស្មូតបរោះល្អអញ្ចឹងទៅតាមស្រុកតាមភូមិអញ្ចឹងញាតិញោមស្រឡាញ់រាប់អានអីដូចនេនទុំអីសម័យពីមុនទេអត់ទេបានត្រឹមមកស្រឡាញ់ដល់ថ្នាក់ដូចនេនទុំអញ្ចឹងកណាញាតិញោមមិនស្វាគមន៍អីតាមស្រុកតាមភូមិអីចឹងណាកណាលោកគ្រូតែស្មូតហើយគឺដឹងថាមានសុំថតសុំអីទេអត់ទេអត់ទេគាត់ដល់ថ្នាក់ដូចវ៉ាន់ដែររត់តាមចឹងទេអត់ទេកណាគេយើងខុសគ្នាណាកណាលោកគ្រូអតិថិជនយើងភាគច្រើនគឺមនុស្សចាស់កណាដូចក្មេងៗអីមានគេចូលចិត្តអីចឹងដែរទេមានច្រើនដែរតែមិនដល់ចាស់ទេចាស់គាត់ស្រឡាញ់ខាងនឹងច្រើនជាងប៉ុន្តែជាទូទៅដូចជាបងប្រុសដោកដុំជាទូទៅគាត់ស្មូតនៅក្នុងកម្មវិធីអប់រំយុវជនអញ្ចឹងជាទូទៅបទប្រកបក៏មិនសូវបែបបុរាណបែបនិយាយទៅដូចថាយើងធ្លាប់ចាក់នៅក្នុងបនសពណាបទដែលយើងចាក់បែបបុរាណនេះវាចាក់ហើយយើងនឹកឃើញខ្មោចតែដូចជាបងប្រុសដោកដុំភាគច្រើនបទប្រកបច្រើនតែរបៀបបែបបំលែងទៅជាសម័យអញ្ចឹងដល់ពេលស្ដាប់ហើយយុវជនឬក៏ក្មេងៗសិស្សសាលាអីក៏ស្ដាប់ហើយគាត់ព្រោះដែរគាត់ចូលចិត្តដែរអញ្ចឹងដូចជា fan ប្រកបអតិថិជនប្រកបហ្នឹងគឺមានក្មេងៗច្រើនដែរប៉ុន្តែលោកប្អូនភាគច្រើនស្មូតបទបែបបុរាណច្រើនណាអញ្ចឹងអ្នកដែលបុរាណភាគច្រើនគឺច្រើនតែមនុស្សចាស់ហើយជាទូទៅបនដែលយើងចាប់អារម្មណ៍ជាងគេគឺបនសពហ្នឹងតែម្ដងណាឲ្យតែមានបនសពគឺតែមានអ្នកស្មូតបើបានអ្នកស្មូតបរោះទៀតកាន់តែល្អប៉ុន្តែខ្លះគាត់ស្មូតមិនបរោះទេប៉ុន្តែចូលចិត្តដោយកណាអីចូលចិត្តដែរប៉ុន្តែសំឡេងមិនកើតទេប៉ុន្តែចូលចិត្តស្មូតចូលចិត្តដែរប៉ុន្តែហ្នឹងយើងអាចត្រឹមអ្នកដែលចូលចិត្តអញ្ចឹងអាចទៅកំដរសពអីមកយកពោះភ្លឺដែរណាតែអ្នកសំឡេងល្អគេមិនសូវស្មូតយូរមែនទេតែបត់ពីបត់អីក៏ឈប់ហើយប៉ុន្តែជាទូទៅសម្រាប់អ្នកដែលគាត់ចង់រៀនស្មូតចង់អីគាត់ទៅតាមបនសពអីហ្នឹងគឺគាត់អាចចូលមកយកទល់ភ្លឺអីជួយកំដរសពអីចឹងទៅមានប្រយោជន៍មែនទេណាហើយរងៃស្មូតហ្នឹងប្រើនៅក្នុងពិធីពុទ្ធិវិស័យមិនចឹងបងប្រើនៅក្នុងពិធីបនសពឥឡូវនេះសូម្បីតែពិធីទូទៅក៏គេតែងកំណាបយកមកស្មូតដែរណាបត់ទំនុកប៉ុន្តែណាឃើញកំហុសឆ្គងមួយគឺខ្លឹមសារនឹងបត់ហ្នឹងវាអត់ត្រូវស៊ីគ្នាដែរពេលខ្លះបត់ខ្លះបែបសុបាយទេប៉ុន្តែដល់ពេលទៅស្មូតរបៀបបែបបត់ទំនួញយករបៀបបែបបត់ទំនួញមកសូត្រជាមួយកំណាបហ្នឹងអាហ្នឹងក៏អត់សូវស៊ីគ្នាដែរអញ្ចឹងសំខាន់បត់អាខ្លឹមសារនឹងបត់ហ្នឹងត្រូវគ្នាដែរណាហើយអរគុណបងប្អូនមែនតើថ្ងៃនេះបានមកចូលរួមដល់បទសម្ភាសន៍ណាកណាលោកគ្រូហើយតែទៅស្មូតនេះជារបៀបបែបបុរាណមិនទៅមានអ្នកគ្រប់គ្រងប្រហែលទេប៉ុន្តែតម្រូវការជាស្ដែងរាល់ថ្ងៃនេះគឺសំបីតែសម័យកាលទំនើបប៉ុណ្ណឹងក៏ដោយក៏យើងត្រូវការប្រើដែរស្មូតឲ្យតែមានបនសពបនអីគឺយើងត្រូវការប្រើលោកបងមានពាក្យពេចន៍អីចុងក្រោយផ្ដាំផ្ញើដល់ញាតិញោមឬក៏យុវជនជំនាន់ក្រោយឲ្យនាំគ្នាជួយព្រោះឥឡូវយុវជនអត់ទៅមានអ្នកចង់រៀនស្មូតរៀនអីសោះប៉ុន្តែមានភាគច្រើនមានច្រើនតែខាងលោកខាងយើងអញ្ចឹងចាស់អីចឹងប៉ុន្តែក្មេងៗមិនទៅមានអ្នកចាប់អារម្មណ៍ប្រហែលទេបងnàyមានពាក្យពេចន៍អីសម្រាប់ពាក្យពេចន៍ចុងក្រោយរបស់ខ្ញុំកណាគឺថាយើងធ្លីលោកយ៉ាងណាក្មេងចំនួនក្រោយក៏គួរដល់ការចេះគួរដល់ការចាំគួរដល់ការអាចធ្វើការស្មូតបានខ្លះបើទោះបីជាមិនទាំងអស់ក៏ដោយព្រោះមានតែខ្មែរយើងទេដែលមានស្មូតនេះសម្រាប់បរទេសខាងក្រៅគេអត់មានស្មូតទេអញ្ចឹងយើងជាកូនខ្មែរគេថាចេះអ្វីរៀនអ្វីដែលខ្មែរមានអញ្ចឹងជួយផ្សព្វផ្សាយទៅបើថាមិនដល់បរទេសទេក៏ប៉ុន្តែនេះជាទំនៀមទម្លាប់បែបបទប្រពៃណីរបស់ខ្មែរយើងរក្សាទៅយើងធ្វើទៅដើម្បីទី1គឺដើម្បីរក្សានៅទំនៀមទម្លាប់ហើយទី2ក៏វាជាការចេះដឹងមិនមែនអត់ប្រយោជន៍ឡើយការស្មូតហ្នឹងហើយក៏មិនមែនទាំងអស់ទេសុទ្ធសឹងតែ
ចេះចង់ចេះស្មូតចេះអីហ្នឹងគឺថាมันងាយទេតើអ្នកនឹងសំឡេងល្អកពីរោះទៅអាចទៅរួចនៅក្នុងការធ្វើបែបបត់ស្មូតនឹងបានមិនមែនដោយចម្រៀងយើងអាចអូសបានទេតែសម្រាប់ស្មូតគឺត្រូវការប្រើប្រាស់សំឡេងច្រើនប្រើប្រាស់ការបញ្ចេញនៅសំឡេងហ្នឹងខ្លាំងណាធ្វើឲ្យយុវជនធ្វើឲ្យយើងទាំងអស់គ្នាពិច្រើនពិបាកក្នុងការធ្វើបត់ពីបុរាណជាពិសេសហ្នឹងគឺបត់បុរាណបត់សម័យយើងអាចបធូបានអូបានតែបត់បុរាណលេយ៉ាងណាត្រូវស្រែកឲ្យអស់លេយ៉ាងណាស្រែកឲ្យលះទៅបត់ហ្នឹងស្ដាប់ទៅគួរឲ្យចង់ស្ដាប់ណាអរគុណបងដូចអ្នកចម្រៀងសម័យបច្ចុប្បន្នគេមានវិធីកែសំឡេងច្រៀងមិនប្រុសដូចនិយាយអញ្ចឹងប៉ុន្តែគេយកទៅកែចោះកែឡើងទៅវាទៅជាមានទំនុកមានបត់មានបែបគេបញ្ចូលភ្លេងលុបទៅប្រុសបានប៉ុន្តែដូច smooth នេះគឺយើងប្រើតែសំឡេងទេអញ្ចឹងបើសំឡេងនឹងអន់ឬក៏មិនគឺយើងស្ដាប់ភ្លាមដឹងភ្លាមហ្មងបើសំឡេងប្រុសគឺប្រុសហ្មងអញ្ចឹងទាមទារឲ្យមានធម៌ពលមានទឹកដមសំឡេងពីកំណើតហ្នឹងមកល្អបានជាពុតប្រុសបានប៉ុន្តែបើទោះបីជាយ៉ាងហ្នឹងក៏ដោយក៏អ្នកដែលឆ្លាញ់ smooth នៅតែអាចរៀនបានមិនមែនថាយើងសំឡេងមិនកើតហើយគេមិនឲ្យរៀនមែនទេយើងរៀន smooth ទៅប៉ុន្តែគាត់កម្រិតរបស់យើងនោះវាស្ថិតនៅក្នុងកម្រិតធម្មតាអញ្ចឹងណាចូលរួមជាពិសេសមានពិធីបុណ្យសពបុណ្យអីយើងអាចកំដរបុណ្យសពបុណ្យអីបានហើយបើអត់មានអ្នក smooth ណាទៅយើងប្រើពេលព្រំទេសនាទៅអីហ្នឹងយើងអាចសូត្របានមិនព្រោះក៏ដោយប៉ុន្តែយើងអាចសូត្រទៅបានហ្នឹងគឺសំខាន់មែនទែនហើយអរគុណបងប្អូនណាប្រកែនពោអូនសូមបានទទួលជោគជ័យជាមួយនឹង smooth ហ្នឹងហើយជាពិសេសកុំភ្លេចរៀនផងណាបងកណាគ្រូ smooth ហ្នឹងចាំជីវិតរស់ទេបងណាបើយើងជួយយើងបានបនណាហើយជាពិសេសយើងស្រឡាញ់យើងចូលចិត្តធ្វើទៅយើងសប្បាយចិត្តប៉ុន្តែយើងត្រូវមានចំណេះដឹងដែរនេះដូចបងរៀនសរសាស្ត្រអញ្ចឹងត្រូវតែម្ដងព្រោះ smooth ហ្នឹងគឺត្រូវការយល់ដឹងពីភាសាពីពាក្យពេចន៍ពីឃ្លោងឃ្លាកំណាព្យកាបឃ្លោងអីហ្នឹងគឺសំខាន់ណាស់ប្រកែនពោឲ្យជោគជ័យក្នុងការសិក្សាហើយអាចជោគជ័យក្នុងការងារផងណាបងណាកាលណាគុណចាស់គ្រប់អង្គញាតិញោមពុទ្ធបរិស័ទគ្រប់អង្គគ្រប់រូបជាទីស្រឡាញ់ជាទីរាប់អានឥឡូវនេះបទសម្ភាសរបស់ខ្ញុំគណៈរដ្ឋាភិបាលជាមួយនឹងលោកប្អូនដែលចេះ smooth បានឈានមកដល់ទីបញ្ចប់ហើយគណៈគុណចាស់គ្រប់អង្គក្រោយពេលដែលស្ដាប់បទសម្ភាសនេះទៅចង់ចេះ smooth ណាគួរតែស្វែងរកគ្រូរៀនណាឲ្យបានត្រឹមត្រូវហើយជាពិសេសបើមានសម្លេងល្អហើយមិនគួរទុកចោលទេណាគួរតែស្វែងរកការរៀន smooth ហ្នឹងទៅហើយដើម្បីចូលរួមចំណែកក្នុងការជួយថែរក្សានៅបទ smooth បុរាណរបស់យើងផងដែរណាហើយជាពិសេសថ្ងៃនេះពេញនិយមមែនទែនការប្រើប្រាស់ smooth សឹងតែគ្រប់កម្មវិធីបុណ្យតែម្ដងមិនថាកម្មវិធីបុណ្យតក្កណានឧបទានបុណ្យកតញ្ញូបុណ្យតែយើងត្រូវការ smooth ទាំងអស់មិនមែនសម្រាប់តែបុណ្យសពទេណាអញ្ចឹងបើយើងចេះបានកាន់តែច្រើនយើងមិនសូវលំបាកហើយរាល់ថ្ងៃនេះរកអ្នក smooth លំបាកទៀតអ្នក smooth ទៅកំដរសពអ្នក smooth ក្នុងកម្មវិធីបុណ្យអីពិបាករកមែនទែនបងកុំថាតែអ្នក smooth សំបីតែលោកអាចារ្យហ្នឹងក៏ពិបាករកដែរណាដោយសារតែអ្នកជំនាន់ក្រោយគាត់មិនសូវចង់ធ្វើហើយចាស់ជំនាន់មុនអស់ទៅបើយើងអត់មានអ្នកជំនាន់ក្រោយទេអាហ្នឹងពិបាកប៉ុន្តែយើងត្រូវតែមានគ្រូមានអីត្រឹមត្រូវរៀនធ្វើអាចារ្យក៏ដោយរៀន smooth ក៏ដោយត្រូវតែមានគ្រូត្រឹមត្រូវបើយើងអត់មានទេយើងធ្វើទៅទាំងងងឹតងល់គឺអាចធ្វើឲ្យខុសទំនៀមទម្លាប់វប្បធម៌ប្រពៃណីរបស់ខ្មែរយើងណាអញ្ចឹងសូមអរគុណសម្រាប់ការតាមដានទស្សនាហើយសូមប្រគេនពរនិងជូនពរញាតិញោមកាន់តែគុណចាស់គ្រប់អង្គសូមបានប្រកបដោយពុទ្ធពរ4ប្រការអាយុវណ្ណៈសុខៈពលៈនិងសម្បត្តិ3មនុស្សទេវតាចុងក្រោយសូមឲ្យបានដល់ព្រះនិព្វានគ្រប់អង្គគ្រប់គ្នាសូមអនុមោទនាសូមអរគុណ